ជំរាបសួរថ្ងៃនេះខ្ញុំធ្វើប្រធានបទឡាយជូនបងប្អូនប្រជាជនយើងស្ដាប់អំពីតម្រងនោមបងប្អូនឃើញនេះតម្រងនោមខ្លះគេនិយាយថាកលៀនក៏បានដែរតម្រងនោមវាធ្វើអីវានៅកន្លែងណាខ្ញុំនឹងជម្រាបបងប្អូនឲ្យស្គាល់តម្រងនោមប្រហែលជាមួយទឹក2នៅក្រោយឆ្អឹងជនីទី12យើងខាងក្រោយ2មាន2វាមានទំហំប្រហែលមួយទឹក2ហើយនឹងទទឹងវាប្រហែល6សង់ទីម៉ែត្រនៅខាងក្រោយហើយបងប្អូនដែលឮថាខ្លះគេហៅកលៀនបងប្អូនឮឲ្យខ្លះគេហៅកលៀនជ្រូកដែលបងប្អូនទៅផ្ទះកាទៀវថាឲ្យដាក់កលៀនជ្រូកមកហ្នឹងហើយយើងហៅតម្រងនោមណាបងប្អូនត្រូវយល់ថាកលៀនហ្នឹងគឺតម្រងនោមហើយបងប្អូនសួរទៀតថាលោកគ្រូអាហ្នឹងវាធ្វើអីខ្លះវាជាតម្រងបងប្អូនស្គាល់តម្រងទេដូចជាតម្រងខ្ទិះដូងតម្រងកាហ្វេណាកុំឲ្យមានកតិចមកហ្នឹងគេហៅតម្រងតើវាត្រង់អីត្រង់គឺគ្រាប់ធំដែលនៅក្នុងឈាមយើងណាវាហូរទៅត្រង់ហ្នឹងគឺច្រើនណាបងប្អូនរាប់លីត្រក្នុង1នាទីហ្នឹងគេហៅ dB renal ពាក្យបច្ចេកទេសដូច្នេះវាទៅនឹងវាធំទៅបានកុំឲ្យវាចេញមកតាមទឹកនោមបងប្អូនដឹងស្អីទេដែលធំដែលកុំឲ្យចេញឲ្យសំខាន់ចំពោះយើងគឺជាតិអាល់ប៊ូមីនដែលបងប្អូនតែងតែឮថាទឹកនោមប្រៃវាចេញតាមកត្រង់ឡើងមកហើយជាតិអាល់ប៊ូមីនដែលគ្រូពេទ្យគេយកទឹកនោមមើលទៅគេឃើញថាអូណែឯងមានឈឺតម្រងនោមហើយព្រោះមានអាល់ប៊ូមីនមួយទៀតបងប្អូនត្រូវដឹងនៅកន្លែងណាដែលធ្វើហ្នឹងនេះបងប្អូនដែលឃើញទេកន្លែងហ្នឹងខ្ញុំពិបាកបញ្យល់ណាស់តើរៀនពេទ្យកាត់សាច់ទៅមើលដូចខ្ញុំរៀនពេទ្យហ្នឹងគេហៅ histology គេហៅ nephron កន្លែងហ្នឹងហើយដែលវាធ្វើការងារនៃតម្រងនោមណាហើយមួយទៀតហ្នឹងដែលនៅកន្លែងនេះគេហៅ glomerul ពាក្យពេទ្យបងប្អូនខ្ញុំមិនដឹងបកបែ glomerul ដែលវាជ្រោះហ្នឹងគេហៅ capsule de Bowman ចឹងតម្រងនោមមានតួនាទីច្រោះកុំឲ្យជាតិគ្រាប់ឈាមក្រហមជាតិសាច់ដែលយើងហៅថាអាល់ប៊ូមីនហ្នឹងហៀចេញមកទឹកនោមហើយប្រជាជនយើងអូអាហ្នឹងទឹកនោមប្រៃបន្តិចទៀតហើមមុខហើយបន្តិចទៀតហើមជើងហើយណាបងប្អូនអញ្ចឹងបងប្អូនត្រូវយល់តែតម្រងនោមធ្វើអីខ្លះនៅក្នុងតាមតម្រងនោមហ្នឹងវាមានគេហៅ capsule renal 3ស្រទាប់បងប្អូនអានេះខាងក្រៅវាចេញ steroid កណ្ដាលវាចេញ aldosterone ខាងស្រទាប់ក្នុងនោះវាចេញគេហៅ catecholamine ខ្ញុំនិយាយតិចខ្លាចពិបាកយល់ណាស់ពីព្រោះខ្ញុំបើកាលណានិយាយទៅវាត្រូវតែមានពាក្យខ្លះជាបច្ចេកទេសដូច្នេះតម្រងនោមធ្វើអីដូចខ្ញុំបានជំរាបមិញវាច្រោះ
ទីមួយទៀតគេហៅចាញ់ប្រព័ន្ធមួយគេហៅ system renin angiotensin aldosterone អាហ្នឹងហើយដែលបងប្អូនតែមានគឺលើសឈាមខ្ពស់អ្នកឈឺតម្រងនោមគេភ័យជាងគេលើសឈាមមួយទៀតវាឲ្យវីតាមីន D បន្ទាន់ទុំល្អខៅ D3 ហ្នឹងឲ្យទៅជាវីតាមីន D មួយទៀតវាជួយបញ្ចេញជាតិមួយឲ្យគ្រាប់ឈាមក្រហមយើងទុំខៅ erythropoietin យ៉ាងហើយបានជាបងប្អូនទៅកន្លែងលាងឈាមគេឲ្យទិញថ្នាំបង្កើតគ្រាប់ឈាមក្រហមនិងទិញអាល់ប៊ីមីនគេចាក់អាសេតាតឬក៏ឡាក់តាតខ្ញុំនឹងបញ្យល់មួយទៀតតួនាទីរបស់វាបញ្ចេញជាតិអាស៊ីតចឹងបានអាស៊ីតនៅក្នុងទឹកនោមយើងឆ្កែទៅនោមដាក់កង់ឡានណាច្រេះឡើយហ្នឹងព្រោះអាស៊ីតក្នុងខ្លួនយើងបញ្ចេញចោលជាតិអាស៊ីតតាមដង្ហើមអាស៊ីតកាបូនិកហើយនឹងអាស៊ីតខ្លះបញ្ចេញចោលទៅតាមថ្មងនោមដើម្បីឲ្យខ្លួនយើងមានជាតិគេហៅ pH ហ្នឹងល្អណាអញ្ចឹងបងប្អូនយល់ហើយរំលងធ្វើអីខ្លះតើដល់ពេលវាឈឺវាមានបញ្ហាអីហើយឈឺបន្លាលមកពីឈឺត្មងនោមនឹងមកពីអីកាលណាវាឈឺវាខូចកត្រង់ដែលខ្ញុំនិយាយមិញហ្នឹងកាប់ស៊ីលបមិនវាហោកវាចេញជាតិសាច់មកអញ្ចឹងហើយបានជាយើងនោមមកឃើញអាល់ប៊ីមីននិងគ្រាប់ឈាមក្រហមទី1កាលណាវាឈឺបងប្អូនត្រូវយល់ថាត្មងនោមវាធ្វើកាលណាវាឈឺវាហោកគេហៅ syndrome nephrotic glomerulonephritic chronic ឬក៏ Goldberg-Shevell ហើយដូចមកអញ្ចឹងបងប្អូនកាលណាលហើយសណាញ់លហើយមកគេត្រូវជួសតែអញ្ចឹងត្រូវវាចេញតាមហ្នឹងអានេះក៏អញ្ចឹងដែរបងប្អូនស្រួលយល់អ្នកប្រជាជនត្រូវយល់អញ្ចឹងហើយបងប្អូនវាហោកអានឹងមួយធ្វើឲ្យយើងឈឺវាចេញមកយូរយើងហើមណាអញ្ចឹងបងប្អូនយល់ហើយកាលណាឈឺវាមានសញ្ញាអីស្លាំងលើសឈាមទឹកនោមប្រៃសញ្ញាវាណាដែលសញ្ញាវាធំតើបងប្អូនទៅណាបានដឹងកាន់តែច្បាស់នៅវិទ្យាពេទ្យគេមានគ្រូពេទ្យពីរផ្នែកគ្រូពេទ្យអ៊ីរ៉ូឡូកនិងគ្រូពេទ្យនេហ្វ្រ៉ូឡូកអ៊ីរ៉ូឡូកគ្រូពេទ្យហ្នឹងមើលដុំគ្រោះមើលប្រូស្តាតគេមានប្រដាប់ចាប់ដុំគ្រោះនឹងចេញយកបំបាយគ្រោះហ្នឹងឲ្យយើងនោមទៅប្រូស្តាតយើងធំគេមានប្រដាប់គេឥឡូវគេច្រាប់ប្រូស្តាតហ្នឹងឲ្យយើងនោមមកស្រួលវិញអញ្ចឹងបងប្អូនត្រូវធ្វើអីអញ្ជើញទៅពេទ្យគេមើលអ៊ីរ៉េនិងគ្រីអាទីនីនអ៊ីរ៉េគឺជាតិឆ្អែសហ្នឹងហើយគ្រីអាទីនីនជាជាតិបានមកពីសាច់ដុំគ្រីអាទីនីនបងប្អូនអញ្ជើញមកខ្ញុំនឹងពិនិត្យឲ្យបងប្អូនមានអ៊ីរ៉េប្រមាណកាលណាទំងនោមយើងខូចនេហ្វ្រង់នឹងខូចវានឹងឡើងជាតិគ្រីអាទីនីននឹងឡើងជាតិអេរ៉េនឹងមានជាតិសាច់នៅក្នុងទឹកនោមអាល់ប៊ីមីមួយទៀតគេហៅ clearance ហ្នឹងគឺចម្រោះអញ្ចឹង clearance ហ្នឹងពី90ទៅជា100កាលណាបងប្អូនគេហៅច្រោះជាតិពុលហ្នឹងកាលណាបងប្អូនណាឈឺត្មងនោមជាពិសេសមនុស្សចាស់នោមមកឆ្អេះខ្លាំងធំខ្លាំងបងប្អូនមានបញ្ហាហើយគេ clearance ហ្នឹងយើងខ្សោយចុះហើយណាអញ្ចឹងបងប្អូនធ្វើម៉េចមានវិធីគេកែណាដូច្នេះសញ្ញាវាទាល់តែខូច
នៃfront នឹងច្រើនណាតល80-90% នៅបានមានសញ្ញាប៉ុន្តែបងប្អូនមានសញ្ញាដូចជាលើឈាមស្លេកស្លាំងអីខ្លះហើយឬក៏បងប្អូនខ្លះដូចជាមានទឹកនោមផ្អែមលើឈាមអីគាត់មកខ្ញុំថាតម្រង់នោមបងឯងឥឡូវនេះខ្សោយហើយខ្ញុំនឹងប្រាប់របៀបធ្វើម៉េចទៀតដើម្បីកុំឲ្យវាឆាប់ស្លាប់កាលណាខ្សោយដល់កម្រិតមួយយើងនឹងស្លាប់អញ្ចឹងមិញហ្នឹងគឺរោគសញ្ញាវាមានរោគសញ្ញា clinic គេថាទៅពេទ្យយើងចេះអស់កម្លាំងយើងចេះទៅហើមមុខយើងស្ពុលយើងចេះតែឡើងឈាមអញ្ជើញមកពេទ្យខ្ញុំនឹងពិនិត្យជាតិអ៊ីរ៉េជាតិគ្រីអាទីនីនមើលទឹកនោមណាខ្ញុំមើលទៅបានខ្ញុំថាអូខ្សោយដល់ប៉ុណ្ណេះហើយបងប្អូនត្រូវធ្វើម៉េចដើម្បីកុំឲ្យបងប្អូនឆាប់ស្លាប់អញ្ចឹងរោគសញ្ញាមានប៉ុណ្ណឹងហើយបងប្អូនត្រូវធ្វើម៉េចទៀតអញ្ជើញមកពេទ្យបើស្លាំងពេកខ្ញុំឲ្យចាក់អេរីត្រូប៉ូយេទីនបើហើមពេកខ្ញុំឲ្យចាក់អាល់ប៊ូមីនសិតតែមានថ្នាំគេលក់អាល់ប៊ូមីនណាបងប្អូនត្រូវយល់ចឹងបើសិនជាបងប្អូនឈឺហើយមកពីអីគឺទី1បងប្អូនត្រូវមើលអេកូមានអ្នកខ្លះគេហៅ polycystic តម្រង់នោមយើងសុទ្ធគិគេហៅ rang polycystic បងប្អូននឹងខ្សោយតម្រង់នោមដល់បងប្អូនមកពីអីទៀតបងប្អូនមានទឹកនោមផ្អែមយូរទៅឃើញខូចតម្រង់នោមបងប្អូនលើសឈាមបងប្អូននឹងคล้ายទៅជាខូចតម្រង់នោមមួយទៀតគឺជាតិពុលបងប្អូនដែលឃើញឡើងនេះជាតិពុលនឹងគឺស្អីគឺអាខាត់ស្បែកនឹងគេហៅមាគៀនឹងធ្វើឲ្យខូចតម្រង់នោមបងប្អូនអ្នកខាត់ស្បែកឬក៏យើងទៅលេបថាចង់ឲ្យសយើងខ្មៅយើងចង់ឲ្យសយើងលេបមាគៀគេហៅមេតូលួលោហៈធាតុធ្ងន់មាគៀនៅមាននៅក្នុងសមុទ្រមាននៅក្នុងអីហ្នឹងមេតូប៉ុន្តែបន្ទួយចំពោះយើងថ្លើមយើងជាអ្នកជួយលាក់អាជាតិពុលហ្នឹងណាអញ្ចឹងមាគៀក៏ធ្វើឲ្យបងប្អូនឈឺត្មងទៅមួយទៀតក៏ហៅជំងឺឆ្លងដូចជាគ្រុនចាញ់កាលខ្ញុំនៅពីដើមហ្នឹងមានគ្រុនចាញ់ច្រើនណាបងប្អូនឥឡូវនេះអត់ដែលស្គាល់ទេក្មេងៗគ្រូពេទ្យគេហៅគ្រុនសន្ធុំដូច្នេះនៅពេលដែលគ្រូពេទ្យឯកទេសគេចាក់មានមជុលគេចាក់ទៅបឺតគេហៅ biopsy renal ទៅមើលតម្រងខ្ញុំធ្លាប់បានធ្វើជាមួយគ្រូពេទ្យខ្ញុំដែរគ្រូខ្ញុំដើម្បីយកសាច់ទៅមើលតើវាខូចកន្លែងណាគេហៅ nephrit antiartificial សូចសាច់ក្រៅទីពីលាខូចបំពង់ខូច glomerul ចឹងគេចែកទៀតណាបងប្អូនប្រយ័ត្នចឹងមិញហើយទឹកនោមផ្អែមលើឈាមពុលនិងជាតិមាគ៌ាហើយជំងឺកាចសាហាវគឺវា virus និង autoimmune បងប្អូនខ្លះពិបាកស្ដាប់បន្តិចដូច្នេះនៅពេលដែលមានរោគសញ្ញាទុកគ្រប់គ្រាន់ហើយឈឺចេះតែវិវត្តទៅហើយណាបើខ្ញុំធ្លាប់ជួបគេហៅភ្លាមលោកគ្រូប៉ែបានយល់ថាមុនតម្រង់នោមនៅតម្រង់នោមនិងក្រោយតម្រង់នោមណា pre-renal renal post renal ដោយថា pre-renal ដូចយើង shock ទឹកវាអត់ទៅដល់តម្រង់នោមអញ្ចឹងយើងអត់ទឹកនោមគេ pre-renal renal ដូចគ្រុនចាញ់មិញដល់ post renal ដូចយើងមានដុំគ្រួឬមាន prostate បាំងទឹកហ្នឹងគេហៅពាក្យពេទ្យគេ hydronephro
ពួកដែលរៀនពេទ្យខ្លះបានយល់ hydronephro អញ្ចឹងបងប្អូនធ្វើម៉េចលោកគ្រូខ្ញុំឥឡូវមានឈឺត្មងតើត្រូវធ្វើម៉េចដើម្បីកុំឲ្យឆាប់ស្លាប់ដល់កម្រិតមួយទៅចិត្ត8កាល់ម៉ែត្រហ្នឹងគេហៅកន្លែងលាងឈាមដល់កម្រិតមួយទៀតទាល់តែបដូរកលៀនទាល់គេហៅ grace ទាល់មានបងប្អូនចំនួនមួយកូនអីឲ្យមកជាហៀងទៅយើងអាចរស់បានយូរឆ្នាំទៅបើយើងចេះថែយើងរស់តទៅទៀតយើងទៅជាមានកលៀន3បងប្អូនមិនបដូរកាត់មួយចេញទេកលៀនហ្នឹងគេយកមកដាក់តទៅជាមានកលៀន3អាអ្នកឲ្យយើងនៅសល់តែមួយដូច្នេះនៅឡៃលៀងឈាមគេមាន2ខ្ញុំធ្លាប់ធ្វើដែរគេហៅយ៉ាលីពាក្យគេហៅយ៉ាលី peritoneal យ៉ាលី peritoneal បងប្អូនពេទ្យបានស្ដាប់យល់ហើយដល់មួយទៀតអេម៉ូយ៉ាលីកន្លែងលាងឈាមគេចាក់ឲ្យឈាមយើងរត់ទៅចឹងទៅមានកត្រង់គេដូចដើរតួនាទីជាតម្រងនោមអញ្ចឹងបានគេលាងអីហើយហូរចូលមកវិញពាក្យពេទ្យមួយទៀតគេហៅតម្រងនោមសពនិមិត្តឬរាំង artificial បងប្អូនដែលលឺហើយអញ្ចឹងបងប្អូនប្រយ័ត្នណាតើទៅដល់នឹងហើយបងប្អូនត្រូវទៅលាងឈាមត្រូវទិញអាល់ប៊ីមីនចាក់ត្រូវទិញអាសេតាតឡាក់តាតចាក់ត្រូវទិញអេម៉ាប៉ូអេម៉ាប៉ូនិយាយទីនឹងចាក់បានក៏ឈាមឃើញពិបាកណាបងប្អូនចឹងហើយត្រូវថែធ្វើម៉េចកុំឲ្យដល់ដំណាក់កាលចុងក្រោយញ៉ាំល្អវាចូលដូចកាពះថ្លើមស្អីទៀតហើយញ៉ាំបន្លែកុំញ៉ាំសាច់ច្រើនពេកកុំញ៉ាំប្រៃពេកកុំញ៉ាំផ្អែមពេកញ៉ាំប្រូតេអ៊ីនណាដែលជាតិសាច់ណាដែលល្អដូចខ្ញុំជំរាបចឹងសាច់ត្រីហើយអ្នកឈឺតម្រងនោមពងមាន់ពណ៌សអត់យកក្រហមជាកូលេស្តេរ៉ុលយើងយកតែសហើយដែលមានជាតិអាល់ប៊ីមីនដែលគេណែនាំគឺអាស៊ីតអាមីណេ essential amino acid ពីអង់គ្លេសចឹងបងប្អូនត្រូវតែធ្វើកុំឲ្យខ្លួនយើងស្ងួតពេកបាននេះញ៉ាំទឹកឲ្យបានច្រើន2លីត្រកន្លះអីទៅហើយបងប្អូនដើរតិចតួចទៅក៏ជួយដែរអញ្ចឹងហើយចំណីអាហារច្រើនណាស់ដែលជួយតម្រង់នោមដូចជាខ្ទឹមសដូចជា flavonoid ខ្ញុំមិនលើកបកបែអាហ្នឹងជាដូចជាពួកជាតិពាំងប៊ីជូក្រហមអីហ្នឹងគេ flavonoid ហ្នឹងក៏ជួយតម្រង់នោម selenium ពាក្យខ្លះពិបាកណាបងប្អូនវាខ្មែរយើងអត់មានពាក្យហើយនិយាយជ្រៅទៅបានអ្នកចេះហើយបើប្រជាជនដែលមិនចេះស្ដាប់ទៅគាត់តែខ្ញុំសរុបមកបងប្អូនថែតម្រង់នោមដោយសារព្យាបាលត្រឹមត្រូវលើសឈាមព្យាបាលត្រឹមត្រូវទឹកនោមផ្អែមណាបើលើសឈាមនៅតម្រង់នោមច្រើនលើសឈាមខ្ពស់យើងត្រូវរកហើយបើបងប្អូនមានបញ្ហាតម្រង់នោមគ្រូពេទ្យដែលសម្បូរនៅកន្លែងលាងឈាមបើបងប្អូនមានកន្លែងដុំគ្រូអីគ្រូពេទ្យអ៊ីរ៉ូហ្នឹងគឺនៅពេទ្យធំរបស់ខ្មែរមានអ៊ីរ៉ូមានប្រូស្តាតបងប្អូនកុំច្រឡំគ្នាមួយនេហ្វ្រ៉ូមួយអ៊ីរ៉ូអញ្ចឹងបងប្អូនកុំឲ្យដល់ដំណាក់កាលបដូរកលៀនដំណាក់កាលបដូរកលៀនស្រុកយើងនេះវាអត់ទាន់ហ៊ានធ្វើពីព្រោះចេះធ្វើក៏ប៉ុន្តែបញ្ហាផ្លូវច្បាប់បញ្ហាអ្នកលក់កលៀនអីព្រោះអ្នកក្រគេទិញតែ 3,000 4,000 ណាអញសុកចិត្តលក់មកចាហៀងអាហ្នឹងបញ្ហាអញ្ចឹង
គេធ្វើនៅប្រទេសចិននិងឥណ្ឌាខ្មែរយើងច្រើនតែនាំគ្នាទៅបដូរកលៀននៅប្រទេសគេក៏ប៉ុន្តែបដូរកលៀនហើយត្រូវយកកលៀនអ្នកកូនឬក៏ចដូនមួយដែលសាច់ញាតិបានបដូរបានហើយយើងត្រូវលេបថ្នាំជាប់កុំឲ្យខ្លួនយើងថាយីអាកលៀននឹងមកពីណាវាធាក់ឲ្យស្អុយចេញអញ្ចឹងហើយបងប្អូនឃើញទេអញ្ចឹងហើយបានជាបងប្អូនត្រូវប្រយ័ត្នហើយប្រយ័ត្នទៀតហើយណែនាំដោយខ្ញុំជំរាបអញ្ចឹងណាកលៀនយើងត្រូវថែមិនអ្នកទំនោរផ្អែមប្រយ័ត្នអ្នកលើឈាមប្រយ័ត្នណាហើយជាតិពុលដូចខ្ញុំជំរាបអញ្ចឹងមានអ្នកខ្លះចង់ឲ្យសហ្នឹងយកអាមាគាហ្នឹងមកពុលមាគាហ្នឹងក៏ស្លាប់ហើយនឹងថ្នាំសត្វល្អិតខ្លះដូចគេហៅ Firadong ជាមេតូលួយកទៅដាក់ដល់ពេលយើងយកមកញ៉ាំទៅវាដោយអាជាតិថ្នាំសម្រាប់សត្វល្អិតអញ្ចឹងបងប្អូនត្រូវយល់ការកលៀននៅកន្លែងណាវាធ្វើការអីពេលឈឺយើងមានសញ្ញាអីតែបងប្អូនឈឺហើយត្រូវដោះស្រាយមិនដូចខ្ញុំបានជម្រាបហើយចុងក្រោយមានតែលាងឈាមនិងបដូរកលៀនអស់លុយច្រើនទៀតបងប្អូនក្រនឹងធ្វើម៉េចគាត់ទៅលាងឈាមក៏អស់លុយដែរបងប្អូនអស់លុយច្រើនណាស់ហើយបដូរកលៀនតាមខ្ញុំដឹង3 4 5ម៉ឺននៅប្រទេសឥណ្ឌាអញ្ចឹងហើយបានជាថ្ងៃនេះខ្ញុំលើកយកប្រធានបទការខូចតម្រំនោមដែលខ្មែរយើងហៅកលៀនហ្នឹងបារាំងគេហៅរាំងអង់គ្លេសហៅ kidney អញ្ចឹងសូមអរគុណសូមជម្រាបលា